ហើយតាក់ទងមួយ business development ដែលបងអូនសួរថាធ្វើយ៉ាងម៉េចអាចលក់ innovative solution យើងទៅ market បាននៅក្នុងកេសាមួយនឹងដែលគាត់លើកឡើងហ្នឹងគឺគាត់បានបង្ហាញពី knowledge experience skill និង attitude អញ្ចឹងដែលទៅលក់មុនហ្នឹងគឺអរិយាប័ត្រចុងក្រោយនេះអតិថិជនអត់មានពីណាគេដឹងថាផលិតផលហ្នឹងជាផលិតផលជាប្រភេទ creative solution ឬអត់ទេឬក៏ជា engineering service ធម្មតាទេគ្រាន់តែយើងចូលទៅជួបពួកគាត់ហ្នឹងអរិយាប័ត្រការទទួលខុសត្រូវរបស់យើងហ្នឹងគេទិញបាត់ហើយគេទិញ solution VP Start នេះតាំងពីជំនាន់យើងអត់ទាន់មាន company មែនតាំងពីយើងអត់ទាន់ចុះបញ្ជីក្រុមហ៊ុនផងហើយឈ្មោះក្រុមហ៊ុនដាក់អត់ទាន់បានពួកគេទិញបាត់ហើយ solution ហ្នឹងអញ្ចឹងបងអូនត្រូវដឹងថានៅពេលដែលបងអូនមានអរិយាប័ត្រល្អការទទួលខុសត្រូវរបស់យើងមុតមមជាមួយនឹងការងារហ្នឹងហើយគឺអាហ្នឹងហើយជាការដោះដូរគ្នាត្រឡប់មកវិញគេហៅថា build trust ជាមួយនឹង customer យើងទៅបង VP Start អត់មាន marketing team ទេ10ឆ្នាំនេះគឺយើងអត់មាន sales team សោះ innovative solution យើង sell ខ្លួនឯងពីមនុស្សម្នាក់ទៅមនុស្សម្នាក់គាត់ចេះតែនិយាយពី innovative solution យើងការដោះស្រាយពី1ពី3ពីការវិវត្តអញ្ចឹងទៅវាធ្វើឲ្យ people remember make people feel និង believes in our solution អញ្ចឹងបើបងអូនចាប់ដើមឡើងបងអូនត្រូវខ្វល់ពីខ្លួនឯងនេះថាយើងនឹងធ្វើជាប្រយោជន៍ដល់គេកម្រិតណាកុំម្ល៉េះខ្វល់រឿងការគ្រប់គ្រងរឿងខាងក្រៅនោះវា destruction ណាយើងអត់អាចទៅគប់ចិត្តមនុស្សគ្រប់គ្នាពីព្រោះ customize solution នេះបើយើងទទួលយក requirement ពីអតិថិជនមករាប់ពាន់ requirement ធ្វើ solution ហ្នឹងអត់បានទេសួរថាអតិថិជនយើង customer យើងគាត់ខុសហើយគាត់អត់ខុសទេប៉ុន្តែខុសត្រង់ថាយើងហេតុអីបានត្រូវទៅដើរតាមអ្វីដែលគេច្អល់បង្ហាញពីព្រោះវាជា innovative របស់យើងត្រូវនាំគេត្រូវ lead គេឲ្យទៅរកគោលដៅរបស់យើងចេញពី eco sustainability system into data driven តែបើយើង customize solution តាមផ្លូវ solution នេះវាលែងคล้ายជារបស់ VP Start ហើយមិនមែនជា VP Start box ទេគឺជា solution ដែល customize ដោយអតិថិជនយើងគួរតែដាក់ឈ្មោះដោយអតិថិជនមិនមែន VP Start ទេអញ្ចឹងបងអូនត្រូវយល់កន្លែងហ្នឹងដែរឧទាហរណ៍ថាបើយើងចង់បង្កើត solution ថ្មីមួយដែលមានលក្ខណៈ creative យើងក៏ត្រូវតែមាន mindset យើងច្បាស់ហើយ direction យើង clear ដែរថាការងារហ្នឹងត្រូវចេញពីណាទៅណាអញ្ចឹងអា distract តាមផ្លូវញ៉ៃហ្នឹងកាត់វាចោលអស់តែកាលណាយើងយកអាហ្នឹងមកគិតច្រើនពេកគឺទៅមករួចទេហើយមួយទៀតតើតើមួយសំណួរបងអូនរៀង sensitive តិចសួរថាមានអីខ្លះដែល inspire ខ្ញុំឲ្យធ្វើកិច្ចការងារហ្នឹងបានពីព្រោះខ្ញុំគិតថាបើសិនជាទៅជា unicorn មួយជា public company មួយខ្ញុំមិនមែនជាម្ចាស់របស់ក្រុមហ៊ុនទេខ្ញុំមិនដែលមានអារម្មណ៍ថាខ្ញុំធ្វើការងារនេះជាថៅកែគ្រប់គ្រង VP Start ទេខ្ញុំមិនដែលមានអារម្មណ៍សំបីតែម្ដងខ្ញុំគ្រាន់តែមានអារម្មណ៍ថាគ្រាន់តែជា innovator មួយដែលចូលរួមដោះស្រាយបញ្ហារបស់គេបានច្រើនជួយ explore ចែករំលែកការងារចំណេះដឹងផ្សេងៗទៅកាន់បងប្អូនបានច្រើនជួយទៅលើការវិវត្តផ្សេងៗនៅក្នុង sector ផ្សេងៗហ្នឹងអញ្ចឹងវត្តមានរបស់ VP Start គឺយើងចង់បង្ហាញឲ្យឃើញថាឥទ្ធិពលនៃ innovation គឺធ្វើឲ្យយើងទាំងអស់គ្នារស់នៅស្មើភាពគ្នាមិនមាន bias ណាដែលគិតថាខ្មែរគិតបានប៉ុណ្ណេះរៀនបានប៉ុណ្ណេះអន់អញ្ចេះទំនាក់ទំនងខ្សោយអញ្ចេះចុះគឺលែងមានទាំងអស់ហ្នឹងហើយការពន្យល់ទៅកាន់audience របស់យើងគឺជាបញ្ហាប្រឈមពីព្រោះយើងដឹងស្រាប់ហើយក្នុងនាមយើងជាវិស្វករយើងអត់មានសមត្ថភាពណាទៅនិយាយបកស្រាយលើរឿងទាំងអស់ហ្នឹងឲ្យទូលំទូលាយហើយក៏វាមិនមែនជា skill របស់យើងដែរអញ្ចឹងបានខ្ញុំលើកឡើងពី thinker doer និង speaker ហ្នឹងគឺជាអ្នកដែលនាំពាក្យពីបច្ចេកទេសទាំងអស់ហ្នឹងត្រូវទៅបកស្រាយធ្វើយ៉ាងម៉េចឲ្យវា simple ហ្នឹងហើយជាចំណុចដែល VP Start challenge ខ្លាំងជាងគេទាំងអស់នៅក្នុងជីវិតការងាររបស់យើងហ្នឹងរយៈពេល10ឆ្នាំហ្នឹងគឺការបញ្ចូលទៅកាន់ audience customer របស់យើងគឺជារឿងពិបាកណាស់សូម្បីតែការធ្វើបទបង្ហាញ pitching speech ទាំងអស់ហ្នឹងត្រូវតែមានអត្ថន័យដើម្បីអាចបញ្យល់ឲ្យគេយល់អំពី advanced technology នេះបានអញ្ចឹងបងប្អូននៅក្នុង skill ផ្សេងៗមិនមែនជា engineer ចូលរួមបានទេបានទាំងអស់ diverse stakeholder ហ្នឹងត្រូវយល់ពី VP Start បានតាមរយៈ storytelling ដែលយើងត្រូវបង្កើតឲ្យគាត់យល់បើមិនជាយើងយកតែពី technical ដែលវា complicate យកមកបកស្រាយនៅក្នុងកម្មវិធីទាំងអស់តើអ្នកដែលគាត់អត់មាន engineering តើគាត់យល់របៀបម៉េចគាត់ដឹងថាវា make value ម៉េចស្អីគេ sustainability system ស្អីគេ DRC ហ្នឹងហើយជាបញ្ហាដែលយើងប្រឈមខ្លាំងរយៈពេល10ឆ្នាំហើយសំណួរដែលបងអូនថាមិនបានជ្រើសរើស logo alien យកមកធ្វើជា logo របស់ VP Start ក៏សូមឆ្លើយដែរដោយសារតែភាពខុសប្លែក
ពីគេនៃ idea របស់យើងរយៈពេល10ឆ្នាំនេះគឺយើងគិតផ្សេងពីអ្នកដទៃអញ្ចឹងយកមកប្រើប្រាស់វាអត់មានអីស្មុគស្មាញលើសពីការយល់ទេពីព្រោះតែកាលណាយើងគិតអីផ្សេងពីគេយើងចង់ឲ្យមានជា creative logo មួយផ្សេងពីគេដែរហើយយើង think different អញ្ចឹងអាទៅនឹងហើយជាចំណុច